cái này nó thon được khôngបាទហើយសូមជម្រាបសួរផងបងប្អូនដែលនិយាយគេដល់គាត់ដាក់ឯងដាក់ឯងនេះតិចអូខេជម្រាបសួរបងប្អូនអើយខ្ញុំមកថតនៅបៀតផ្ទះនៅខាងព្រៃនេះហើយអត់បានដាក់អីប្រដាប់កលទូរស័ព្ទឥឡូវក៏ដាក់ផ្ដេកទៅលើហើយកែបម៉ូតូហើយលើកដៃជម្រាបសួរដល់បងប្អូនផងនៅក្នុងប្រទេសហើយនិងក្រៅប្រទេសខ្ញុំនេះឯងដែលថាឈ្មោះហើយវុធីឥឡូវខ្ញុំបានមកស្រុកកំណើតរបស់ខ្ញុំខាងស្រុកកំរៀងនេះបាទស្រុកហើយទីលំនៅរបស់ខ្ញុំបាទនៅខាងហើយកំរៀងនេះបាទខ្ញុំនេះដែលថាឈ្មោះហើយពួយវុធីដែលជាលោកអត្តរិលោកសុនទ្រីសមុទ្រចាប់ជាតិណាបាទនេះខ្ញុំបានមកថតនឹងព្រៃទីកំសត់អនុស្សាវរីយ៍របស់ខ្ញុំបាទគឺទឹកដីព្រៃធម្មជាតិនេះឯងបាទគឺជាទឹកដីធម្មជាកន្លែងអនុស្សាវរីយ៍របស់ខ្ញុំបាទជាកន្លែងអនុស្សាវរីយ៍របស់ជីវិតខ្ញុំបាទអញ្ចឹងហើយខ្ញុំថ្ងៃនេះមានការចង់ live វីដេអូប្រាប់ដល់បងប្អូនទូទាំងប្រទេសបាទពីរឿងនៃមួយបាទរឿងនេះគឺរឿងគ្រោះថ្នាក់នៃចរាចរណ៍បាទសូមឲ្យបងប្អូននៃប្រជាពលរដ្ឋយើងនៅក្នុងប្រទេសបាទសូមបើកបរក៏មានការយោគយល់គ្នានិងមេត្តាស្នើនិតដល់បងប្អូនខ្មែរគ្នាយើងផងបាទសូមកុំឲ្យមានការប៉ះពាល់ជន់បុកទំកិចទៅលើអីបាទបាទកុំឲ្យប៉ះពាល់ជន់កិច្ចបុកប៉ះទំកិចទៅលើគ្នាអីបាទពីមុនខ្ញុំ live វីដេអូនៅខេត្តព្រះវិហារម្ដងដែរបាទគឺរឿងចរាចរណ៍នេះបាទប៉ុន្តែដល់ពេលខ្ញុំអត់សូវចេះចុចទេបាទជានិយាយរួមគឺខ្ញុំអត់ចេះចុចបាទអត់ចេះចុចទៅក៏វីដេអូខ្ញុំសួរកុំព្យូទ័រគេថាវីដេអូនោះបានលុបទៅវិញហើយដល់អញ្ចឹងខ្ញុំក៏អត់មានវីដេអូប្រាប់ដល់បងប្អូនព្រៃនោះបងប្អូនយើងក្នុងប្រទេសទាំងអស់បាទឥឡូវខ្ញុំបានធ្វើវីដេអូថ្មីមួយទៀតបាទអូនខ្លួនឯងទៅក្នុងបន្តិចខ្លួនឯងគួយលេងបន្តិចបាទហើយដល់អញ្ចឹងទៅវីដេអូខ្ញុំក៏ឥឡូវខ្ញុំសូមថតថ្មីបាទឲ្យបងប្អូនយើងនៃក្នុងប្រទេសរបស់យើងដែលបានឃើញរូបវីដេអូខ្ញុំពួយវុធីខ្ញុំនេះហើយទៅបាទសូមមេត្តាស្ដាប់ហើយនឹងរាប់អានជាមួយនឹងខ្ញុំផងបាទគឺខ្ញុំចង់ឲ្យបងប្អូនយើងមានការសំណោះនិតគ្នាបាទគឺថាចរាចរណ៍ដូចបងប្អូនបានដឹងហើយបាទគឺតាប៉ះហើយគឺអត់មានអ្នកដោះស្រាយជូនបានទេសូម្បីតែថាព័ត៌មានផ្សាយកន្លងមកឬក៏ថាអ្នកណាមួយដែលគាត់បានចេញវីដេអូ slide ទៅដល់ពេលសរុបលទ្ធផលមកប្រជារដ្ឋយើងប្រជាជនយើងប្រជាពលរដ្ឋយើងត្រូវគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតដដែលបាទតែនេះខ្ញុំមិនមែនថានិយាយយកមកទេបាទគឺខ្ញុំសូមចិត្តមេត្តាបងប្អូនបើកបរសូមមេត្តាសំណោះនិតដល់បងប្អូនយើងទាំងអស់គ្នាផងខ្ញុំមើលតាមហើយវីដេអូដែលគេបង្ហោះមកបងប្អូនអើយយំប្រកាច់ប្រកិនបងប្អូនសំណោះទុកសោកបាទជីវិតរបស់មនុស្សយើងបាទឃើញបងប្អូនឃើញស្រាប់ឃើញនឹងមុខទេតែបើគ្រោះថ្នាក់ភ្លឹបហើយគឺចប់តែម្ដងបងប្អូនបាទគឺចប់តែម្ដងដូចបងប្អូនឃើញស្រាប់ហើយបែកអាចបែកនោមបែកក្បាលខ្ទេចដាច់ជើងខ្ទេចហ្នឹងគឺអត់មានរស់កើតទេគឺគ្រោះថ្នាក់ណាស់អញ្ចឹងបានខ្ញុំសូមមេត្តាបងប្អូនចុះសូមចិត្តមេត្តាបងប្អូនហើយនឹងខ្ញុំឃើញនៅកន្លែងខ្លះគឺខ្ញុំចុះទៅ3ខ្មោចមានកន្លែងមួយកន្លែងមាន5កន្លែងក៏មានដែរបងប្អូនគឺថាខ្មោចដាច់ជើងក្បាលអីខ្ញុំ3បានខ្ញុំមានប្រសាទពិតប្រាកដបាទគឺឈាមប្រឡាក់ពេញខ្លួនខ្ញុំខ្លះគឺបែកខួរខ្ទេចអស់ហើយគឺបាទបែកថ្លើមបែកម៉ាត់ហ្នឹងខ្ទេចគឺដាច់ក្បាលដាច់អីនឹងខ្ញុំ3តកងយកពួកគាត់បានបងប្អូនគាត់បានដឹងសាច់ញាតិគាត់បានដឹងហើយខ្ញុំក៏ជួយដល់បុណ្យរៀបចំបុណ្យរបស់ឲ្យជនរងគ្រោះហើយខ្ញុំជួយឲ្យបានខ្ញុំធ្វើដំណើរទៀតអញ្ចឹងពេលខ្ញុំធ្វើដំណើរទៅខ្ញុំជួបបងប្អូនដល់អញ្ចឹងខ្ញុំសំណោះខ្ញុំសង្វេគណាបងប្អូនបាទខ្ញុំចាំមិនថាខ្ញុំសម្ដីរបស់ខ្ញុំអត់ដែរនិយាយលេងជាមួយបងប្អូនយើងណាដោយក្នុងបលែមបកោនឹងឲ្យប៉ាណាប៉ាណីឲ្យដោយអត់មានខ្លឹមសារទេបាទបើសិនតែខ្ញុំនិយាយលេងគឺខ្ញុំតែងតែនិយាយ
ការពិតបាទយករឿងការពិតមកនិយាយពួកថាខ្ញុំអត់មានពេលទៅទេបាទគឺខ្ញុំមានការរវល់ហើយសម្ដីរបស់ខ្ញុំគឺនិយាយទៅគឺអត់ដូចគេទេបាទបើឲ្យខ្ញុំសូមភាវនាបងប្អូនពោះមនុស្សយើងកើតមកអាងតកើតបានប៉ុន្មានក៏ប៉ុន្តែចុងក្រោយទាំងអស់គ្នាបាទចុងក្រោយទាំងអស់គ្នាអត់មានណាថាថិតថេរទៅសន្តិឲ្យមានប៉ុនទេបាទជាពិសេសគឺអ្នកដែលគាត់ថិតថេរគេមានតែអ្នកមានប៉ុនទេបាទបើថាអ្នកអត់មានប៉ុនមានធម៌មានអានៅក្នុងរឿងគឺអាយុវែងទេបាទគឺខ្ញុំនិយាយការពិតបាទហើយប្រាប់ទៅដល់គេអ្នកខ្លះគេថែមទាំងមើលងាយយើងទៀតបាទមើលងាយខ្ញុំទៀតថាយើងចចយប៉ុន្តែខ្ញុំអត់ខ្វល់ទេបាទខ្ញុំទូនទីរបស់ខ្ញុំគឺធ្វើតាមភារកិច្ចទូនទីរបស់ខ្ញុំគឺថាខ្ញុំធ្វើអំពើល្អអំពើបុណ្យបាទជាតិនេះគឺជាតិចុងក្រោយរបស់ខ្ញុំផ្លោះខ្ញុំអត់បានសូវចេះទៅកប៉ិកកប៉ុកអីនិយាយលេងជាមួយអ្នកណាទេបាទពួកខ្ញុំមើលទៅមនុស្សសប្ងៃគឺមនុស្សមិនគួរឲ្យរាប់អានបាទមិនគួរឲ្យរាប់អានមិនថាក្មេងថាចាស់ខ្ញុំមិនដែលទៅនិយាយជាមួយមនុស្សណាទេបាទបើគ្មានការចាំបាច់គឺខ្ញុំមិននិយាយទេមិនថាឋានៈជាអ្វីក៏ដោយពួកខ្ញុំមើលប្រមាលដឹងទៅនិស្ស័យរបស់មនុស្សយើងគឺមិនជាទីរាប់អានប្រមាណទេសម្រាប់ខ្ញុំបាទគឺខ្ញុំមើលឃើញបុគ្គលមនុស្សខ្លះបាទគឺហៅកាត់និយាយស្រួលស្ដាប់ទៅថាមនុស្សអាក្រក់បាទមនុស្សអាក្រក់ពួកខ្ញុំប្រាប់ពីមុនមកអញ្ចឹងដែរឥឡូវនេះខ្ញុំក៏សូមឲ្យបងប្អូនបានស្ដាប់នៃប្រសាសន៍របស់ខ្ញុំនេះទៅហើយបាទគឺសូមមេត្តាខ្ញុំសូមមេត្តាផងចុះសូមឲ្យសំណោះអាណិតដល់បងប្អូនខ្មែរយើងថារូបគ្រួសារយើងរូបគ្រួសារគេបាទពេលប៉ះទង្គិចហើយនេះគឺថាបងប្អូនដឹងហើយមិនថារូបខ្ញុំរូបគេបាទគឺមិនដែលមានចិត្តចង់រស់នៅទេបាទជីវិតនេះបាទហើយបើចូលលក្ខណៈមានជីវិតមិនគួរចង់រស់នៅហើយគឺថាអ្វីកុំសុំកុំលូកលាន់បាទលូកលាន់គឺប៉ះទង្គិចគឺអន្តរាយតែម្ដងបាទអញ្ចឹងគឺរូបខ្ញុំរូបគេគឺទប់អត់បានទេបាទបើសិនជាប៉ះទង្គិចមកគឺនាំឲ្យយើងត្រំអត់បានយើងអាចកាប់ប្រហារទៅលើគេវាយកំទេចទៅលើគេចាក់កាប់កំទេចទៅលើគេឲ្យគេស្លាប់ដោយសារតែស្នាដៃយើងដែរដោយសារអីសារគេអ្នកបកមានគ្រោះថ្នាក់ចរាចរណ៍បកឲ្យមានហេតុមានបតិហេតុអីមួយវិបតិហេតុអីមួយខ្ញុំទាំងគេគឺមិនអាចទ្រាំបានទេបាទជីវិតបងប្អូនគេបងប្អូនយើងគឺឈាមសងដោយឈាមបាទអញ្ចឹងបានខ្ញុំសូមប្រាប់ឡាយដល់វីដេអូក្នុងប្រទេសយើងហើយនិងក្រៅប្រទេសបាទទូទាំងពិភពលោកនេះទាំងអស់ក្តីបាទដែលបានលើកខ្ញុំវីដេអូខ្ញុំបានចេញទៅនេះហើយក៏សូមមេត្តាស្ដាប់ខ្ញុំហើយស្ដាប់ខ្ញុំទាំងអស់នៅក្នុងប្រទេសនេះហើយនៅក្នុងក្រៅប្រទេសក្នុងសកលលោកទាំងអស់អ្នកដែលអាចស្ដាប់បានអ្នកដែលស្ដាប់ភាសាកម្ពុជាខ្មែរយើងបានបាទខ្ញុំនិយាយចេញពីបេះដូងចិត្តរបស់ខ្ញុំបាទហើយខ្ញុំក៏មិនមានចេតនាអីណាមួយឬអើងអីឬក៏មើលងាយបង្គោលណាទេបាទវីដេអូនេះគឺជាវីដេអូសំខាន់បាទអញ្ចឹងគឺខ្ញុំសូមឲ្យបងប្អូនមេត្តាដូចខ្ញុំនិយាយអញ្ចឹងស្រណោះអាណិតគ្នាបាទព្រោះមនុស្សយើងកើតមកក្នុងជាតិចុងក្រោយទេបាទអត់មានណាកើតពីរដងទេតែស្លាប់ហើយដុតចោលហើយបាទអញ្ចឹងគឺខ្ញុំសូមរាយរាប់ត្រឹមប៉ុណ្ណេះចុះបាទហើយខ្ញុំសូមច្រៀងបទចម្រៀងនេះមួយបទមួយទៀតដែលខ្ញុំបានធ្លាប់ប្រាប់លោកទាំងអស់គ្នាដែរថាខ្ញុំគឺជាលោកអត្តរិសម្លេងមាសលោកសុនទ្រីសមុទ្រចាប់ជាតិពិតប្រាកដបាទហើយខ្ញុំឈ្មោះពួយវុធីបាទហើយថ្ងៃនេះខ្ញុំបានច្រៀងបទនេះមានចំណងជើងថាជញ្ជីងស្នេហាបាទអញ្ចឹងចាប់ដើមបាទទុកអ្វីមិនស្មើទុកប្រពន្ធពីធ្ងន់ជាងគិរីធំជាងធរណីនារីសមុទ្ររលោក្រមឲ្យខ្ញុំតក់ស្លុតទោះបីខ្ញុំខំប្រយុទ្ធក៏មុខអាវុធលែងមុតទៅហើយប្រជានរះនឹងអស់មន្ត្រីនាងក្រសែថេចាញ់ដៃស្នេហាដូចខ្ញុំនេះទេ
អង្ចាជាតិនេះទឹកភ្នែកព្រោះស្នេហ៍ខ្ញុំសូមប្រកាសស្បត់ស្បែកខ្លាចហើយទ្វីបស្នេហ៍រែកពុនសែងលីបាកោសោបួងជុំជុលនិស័យម៉ាស់ភពផែនដីសាហាងភ្នួងព្រោះស្រីគ្មានបានបន្លាយជញ្ជីងស្នេហាធ្ងន់ណាស់លោកអើយធ្ងន់ហើយស្មើទាំងសងខាងទឹកភ្នែកគ្រប់យ៉ាងស្រោចខ្ញុំម្នាក់ឯងពោះវែកមានពើគង់សងស្រកាជាតិជាមនុស្សសាពុងចែកដីគ្នានេះឋានព្រះច័ន្ទតណ្ហាសត្វលោកឥតក្របខ័ណ្ឌមេឃមួយផ្កាយរះរយពន់ចិត្តស្នេហ៍ព្រះច័ន្ទផ្ដន់ទាខ្ញុំណាស់ពោះវែកមានពើគង់សងស្រកាជាតិជាមនុស្សសាចែកដីគ្នានេះឋានព្រះច័ន្ទតណ្ហាសត្វលោកលោភឥតក្របខ័ណ្ឌមេឃមួយផ្កាយរះរយពន់ចិត្តស្នេហ៍ព្រះច័ន្ទផ្ដន់ទាខ្ញុំណាស់បាទបងប្អូនសូមអរគុណបាទសូមឲ្យបងប្អូនសុខសប្បាយទាំងអស់គ្នាមានអាយុយឺនយូរហើយនឹងប្រកបមុខរបរក្រុមគ្រួសារអីហ្នឹងគឺឲ្យបានសុខសាន្តរីកចម្រើនទាំងអស់គ្នាសុខសប្បាយសុខចម្រើនសុខសប្បាយហើយនឹងអាយុវែងទាំងអស់គ្នាបាទបងប្អូនខ្ញុំសូមអរគុណ